សង្កេតមើលថាคลิปមួយណាដែលត្រូវបាន TikTok គេបិទការមើលឃើញឬក៏បងប្អូនផុសហើយមិនមានការឡើង menu អាហ្នឹងឯងเนาะគឺជាការបិទការមើលឃើញពី TikTok តែម្ដងហើយអ្វីបានคลิปរបស់យើងត្រូវបានរងការបិទការមើលឃើញពី TikTok បានបងប្អូនវាមានច្រើនកត្តាតែអ្វីដែលសំខាន់គឺចេញមកពីការលេងខុសគោលការណ៍សហគមន៍បាទជាពិសេសបងប្អូនเนาะមិនមែនន័យថាคลิปបងប្អូនខុសគោលការណ៍ឬក៏បងប្អូនផុសរូបខុសគោលការណ៍អីទេបងប្អូនเนาะវាចេញពីច្រើនកត្តាដូចគ្នាគឺសម្បីតែការ comment ណាបងប្អូនអញ្ចឹងបងប្អូនអាចឆែកមើលបានបងប្អូននៅក្នុង comment គឺបើសិនជាវាខុសគោលការណ៍គេនឹងចែងទឿនទៅកន្លែង99បូកហ្នឹងឯងបងប្អូនឆែកមើលទៅនឹងឃើញកន្លែងកន្លែងផ្ញើសារពី TikTok បងប្អូននឹងឃើញថាកន្លែងហ្នឹងមានការចែងទឿនប្រាប់ថា comment របស់យើងខុសគោលការណ៍អញ្ចឹងការ comment ក៏ខុសគោលការណ៍ដែរជាពិសេសបងប្អូនដែល comment ដែលមិនល្អពាក្យដែលអសុរោះពាក្យដែលពាក្យតងនឹងនយោបាយផ្សេងៗបងប្អូនអញ្ចឹងការពារណាបងប្អូនគួរតែនិយាយពីអ្វីដែលល្អៗគឺ comment ណាបងប្អូន comment ឲ្យល្អ comment នៅអ្វីជាអក្សរเนาะគេហៅថា comment នៅអ្វីដែលថាមានប្រជាប្រិយเนาะកុំឲ្យ comment មិនល្អអសោះបើមិនដូច្នោះទេបងប្អូនខុសគោលការណ៍នៅក្នុងការ comment បន្ទាប់រឿយៗបងប្អូននឹងធ្វើឲ្យការបង្ហោះ clip បងប្អូនត្រូវការរងបិទការមើលឃើញពី TikTok តែម្ដងអញ្ចឹង clip នេះបងប្អូនខ្ញុំចង់បងប្អូនលេង TikTok ឲ្យល្អបើសិនជាបងប្អូនមើលឲ្យមានប្រយោជន៍កុំភ្លេច share ឲ្យមិត្តភក្តិយើងផងណាបងប្អូនអរគុណច្រើន